បាទសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel KSN បាទនៅក្នុងវីដេអូនេះខ្ញុំសូមលើកយកអំពីមេរៀន Microsoft Word មកចែកជូនបងប្អូនទាំងអស់គ្នាសិក្សាស្វែងយល់បាទអញ្ចឹងនៅក្នុងវីដេអូនេះដែរខ្ញុំសូមបង្ហាញបងប្អូនអំពីការដាក់ Page Color បាទដើម្បីយើងធ្វើការងាររបស់យើងបងប្អូនចូលមកកាន់សិលកិច្ចការងាររបស់យើងអញ្ចឹងមកបាទបន្ទាប់មកបងប្អូនចូលទៅកាន់ Design បាទបងប្អូនចូលមកកាន់ Design ហើយបងប្អូនរកពាក្យថា Page Color បាទបងប្អូនចូលមកក្នុង Page Color ហ្នឹងមកបាទបន្ទាប់មកបងប្អូនជ្រើសរើសពណ៌ដែលបងប្អូនចង់បានទៅបាទដូចថាខ្ញុំចង់បានពណ៌ហ្នឹងចុះបាទអញ្ចឹងនៅពេលដែលខ្ញុំបានពណ៌ហ្នឹងហើយបាទខ្ញុំនៅពេលដែលខ្ញុំបានកំណត់រួចរាល់ហើយខ្ញុំចង់ដឹងថានៅពេលដែល print ចេញមកវាដិតពណ៌ហ្នឹងមកដូចអ្វីដែលយើងបានកំណត់ដែរឬអត់បាទអញ្ចឹងខ្ញុំចូលមក file ចូលមក print បាទអញ្ចឹងបងប្អូនឃើញហើយបាទនៅពេលដែលយើងចូលមក print មកគឺវាអត់មានពណ៌ទេបាទអញ្ចឹងដើម្បីឲ្យយើងដាក់ពណ៌ហ្នឹងឲ្យវាជាប់ឲ្យនៅពេលដែលយើង print មកឲ្យវាចេញពណ៌ដូចអ្វីដែលយើងចង់បានដូចអ្វីដែលយើងបានកំណត់នោះតែយើងធ្វើម៉េចបាទអញ្ចឹងបងប្អូនគ្រាន់តែបាទយើងធ្វើកិច្ចការងារយើងរួចរាល់ហើយមកបងប្អូនគ្រាន់តែចូលមកកាន់ file បាទរួចហើយបងប្អូនចូលមកកាន់ option បាទបន្ទាប់មកបងប្អូនចូលមកកាន់ display នេះបាទបងប្អូនចូលមកកាន់ display ហ្នឹងមកបន្ទាប់មកបងប្អូនរកមើលនៅខាងក្រោមពាក្យថា printing option បាទអញ្ចឹងបងប្អូនមើលខាងក្រោមពាក្យ printing option ហ្នឹងបងប្អូននឹងឃើញពាក្យថា print background color and image បាទអញ្ចឹងបងប្អូនគ្រាន់តែគ្រីសកន្លែងហ្នឹងមួយមករួចហើយបងប្អូនចុច OK បាទអញ្ចឹងពេលហ្នឹងគឺវានឹងជាប់ហើយបាទពេលដែលយើង print ចេញមកគឺវានឹងបានពណ៌បានដូចអ្វីដែលយើងបានកំណត់អញ្ចឹងបាទអញ្ចឹងឧទាហរណ៍ខ្ញុំចូលទៅកាន់ print ម្ដងទៀតបាទបន្ទាប់មកឃើញវាជាប់ហើយបាទអញ្ចឹងតើវាចេញពណ៌បែបនេះហើយនៅពេលដែលយើង print ទៅគឺវាចេញពណ៌ដូចអ្វីដែលយើងបានកំណត់អញ្ចឹងបាទអញ្ចឹងនេះជាវិធីសាស្ត្រងាយៗបាទហើយវិធីសាស្ត្រមួយទៀតបាទឧទាហរណ៍ថាខ្ញុំចង់ដាក់រូបភាពនៅក្នុង shape បាទអញ្ចឹងបើបងប្អូនចូលមកកាន់ពណ៌ថ្មីនេះមកបាទឥឡូវខ្ញុំដាក់រូបភាពមួយឧទាហរណ៍ថាខ្ញុំយករូបភាពមួយនេះបាទគ្រាន់តែជាឧទាហរណ៍ទេបាទរូបភាពនេះវាតូចដោយសារតែខ្ញុំអត់មានរូបភាពដាក់ខ្ញុំ down ពីអ៊ីនធឺណិតមកបាទអញ្ចឹងខ្ញុំយករូបភាពនឹងមកដាក់អញ្ចឹងឧទាហរណ៍ថាខ្ញុំចង់បានរូបហ្នឹងខ្ញុំចង់ដាក់រូបភាពហ្នឹងខ្ញុំចូលមកកាន់ picture ហ្នឹងមកយក format បន្ទាប់មកខ្ញុំចូលក្នុង crop នេះបាទចូល crop ហ្នឹងហើយបន្ទាប់មកបងប្អូនរកពាក្យថា crop to shape បាទអញ្ចឹងកន្លែងហ្នឹងចេញតម្រងមកឲ្យយើងជ្រើសរើសបាទបងប្អូនចង់បានតម្រងបែបណាឧទាហរណ៍ថាខ្ញុំយកមួយនេះបាទអញ្ចឹងគឺវា crop ឲ្យយើងតែម្ដងបាទតម្រងបែបនេះបាទហើយក្នុងតម្រងនេះបងប្អូនក៏អាចដូរ style បានដែរបាទ style បែបនេះបាទប៉ុន្តែយើងដូរ style នេះមកវាខុសត្រង់ទ្រីដូចអ្វីដែលយើងបាន crop ណាបាទកន្លែងហ្នឹងគឺយើងចង់បានបែបនេះគឺវាអត់ដូចអ្វីដែលយើងបាន crop ទេបាទគឺវាយកតម្រងបែបនេះវិញបាទតែបើសិនជាយើងចង់បាន crop យើងចូល crop shape ណាបាទកន្លែងនេះបងប្អូនឃើញហើយឧទាហរណ៍ថាខ្ញុំដាក់ style បែបនេះបាទអញ្ចឹងគឺវាចេញមក crop បែបនេះហើយបាទតែរូបភាពនេះវាចេញមកដោយសារតែរូបភាពគេវា resize រួចហើយអញ្ចឹងណាបើសិនជាបងប្អូនមានរូបភាពដែលទើបថតថ្មីនៅពេលដែលយើងចូលមករូបភាពហ្នឹងអាចនឹងខុសត្រង់ទ្រាយបាទរូបភាពនេះណាបាទវាខុសត្រង់ទ្រាយអញ្ចឹងដើម្បីយើងយកទៅកុំឲ្យវាខុសត្រង់ទ្រាយឧទាហរណ៍ថាយើងដាក់មកអញ្ចឹងនៅពេលដែលយើងសេរីមិនក៏វានៅតែអញ្ចឹងដែរបាទអញ្ចឹងដើម្បីយើងសេរីរូបភាពឲ្យបានត្រង់ទ្រាយល្អស្អាតវិញបងប្អូនចូលមកកាន់ crop ណាបងប្អូនយក fill នេះបាទបងប្អូនយក fill ហ្នឹងមកគឺវានឹងមាន crop នេះឲ្យអញ្ចឹងបងប្អូនអាចសេរីតាមនឹងបានបាទសេរីទៅវាអាចនឹងត្រង់ទ្រាយតាមអ្វីដែលបងប្អូនចង់បានណាបាទភាសារូបនេះវាខ្ញុំយកពីអ៊ីនធឺណិតមកបាទអញ្ចឹងវាអត់ពិបាកសេរីទេបាទអញ្ចឹងបាទវីដេអូហ្នឹងមានតែប៉ុណ្្នឹងដើម្បីបង្ហាញបងប្អូនបាទអញ្ចឹងសូមបងប្អូនជួយ Subscribe Channel របស់ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំបានវីដេអូថ្មីៗបន្តទៀតចែកជូនបងប្អូនទុកជាចំណេះដឹងបាទអរគុណច្រើន